ធីមទឹកដីប្រទេសជប៉ុនគុនខ្មែរថ្នាលកម្ពុជាយើងទទួលបានពានមួយក្នុងចំណោមកីឡាករគុនខ្មែរយើង5រូបដែលទៅប្រកួតនៅទឹកដីប្រទេសជប៉ុននោះគឺឈ្នះទាំង5តែម្ដងក្នុងនោះបានមេដៃមាសរហូតដល់5គ្រឿងបាទអត់ចាញ់ទេបងប្អូនអត់ចាញ់ទេអត់មានអ្នកចាញ់ទេមានតែអ្នកឈ្នះបងប្អូនក្នុងនោះទទួលបានមេដៃ5ហើយនឹងពាន1ហើយនឹងខ្សែក្រវ៉ាត់2គ្រឿងខ្សែក្រវ៉ាត់មានគឿមសវណ្ណខេមហើយនឹងកីឡាកររិទ្ធីគីងកុងបាទថ្ងៃនេះកីឡាករគុនខ្មែរយើងគឺធ្វើបានល្អខ្លាំងមែនទែនតែម្ដងហេតុអីបងប្អូនការប្រកួតមួយនេះគឺការប្រកួតលក្ខណៈបើយើងនិយាយទៅ professional បាទពាក់គេហៅថាពាក់ការពារក្បាលការពារកែងការពារប្រអប់ជើងអីចឹងណាប៉ុន្តែកីឡាករគុនខ្មែររបស់យើងទៅធ្វើបានល្អខ្លាំងមែនទែនបាទប៉ុន្តែអ្វីដែលជាគេហៅថាជាបញ្ហារបស់យើងគឺគ្រាន់តែថាអាកាសធាតុតិចតួចអីចឹងទៅប៉ុន្តែអត់ជាបញ្ហាទេកីឡាករគាត់អាចនឹងគេហៅថាស៊ាំណាព្រោះខែនេះវាអាចថានឹងល្អសម្រាប់កីឡាករគុនខ្មែរយើងទៅដែរគឺអត់មានគេហៅថាបញ្ហាសុខភាពទេប៉ុន្តែទៅលើកនេះគឺល្អខ្លាំងមែនទែនអត់មានអ្នកចាញ់បាទហើយថែមទាំងធ្វើបានល្អខ្លាំងទៅទៀតបាទប្រកួតយ៉ាងស្វិតស្វាញធ្វើឲ្យកីឡាករជប៉ុនចាញ់ទាំងអស់ចិត្តបាទមានកីឡាករខ្លះទៅក៏គេហៅថាគេមិនចង់រាប់វាយតអស់ចិត្តបាទតើកីឡាករឈប់ខ្លួនឯងហើយនឹងគ្រូប្រវឹកឬមួយក៏អីចឹងទៅគេប្រឈប់ទៅហ្មងបាទគូខ្លះក៏គេហៅថាបោះបង់ការប្រកួតដោយអស់ពីសមត្ថភាពគេថាចាញ់តែអស់ចិត្តតែម្ដងតែតសើកីឡាករគុនខ្មែររបស់យើងទៅបាទប្រកួតពាក់លក្ខណៈថាយើងតែ professional ណាអាចធ្វើបានល្អប៉ុន្តែតសើទឹកចិត្តនៃការប្រកួតមួយនេះបដោះធនធានបែបនេះខ្ញុំតសើខ្លាំងមែនទែនហើយអ្វីដែលជាពិសេសមួយទៀតយកខ្សែក្រវ៉ាត់2គ្រឿងពាន1មេដៃមាស5គ្រឿងយកមកចូលទឹកដីប្រទេសកម្ពុជាយើងវិញបាទនេះជារឿងមួយដ៏ល្អពិសេសណារិទ្ធីគីងកុងកំពុងតែល្បីក្រៅបាទរិទ្ធីគីងកុងបាទហ្វេនចាំថតចាំអីបាទខ្ញុំសរសើរបាទអញ្ចឹងព័ត៌មាននេះគឺក្តៅហើយច្បាស់ការណាបងប្អូនណា5គូឈ្នះទាំង5អត់ចាញ់មួយទេនៅទឹកដីប្រទេសជប៉ុនបាទអញ្ចឹងបងប្អូនយើងអបអរសាទរដល់គុនខ្មែររបស់យើងផងបាទធីមគុនខ្មែរចេញទៅទឹកដីប្រទេសជប៉ុនប៉ុន្តែថ្ងៃនេះគឺធីមគុនខ្មែរយើងចេញទៅទឹកដីអាមេរិកចេញទៅហើយបាទអញ្ចឹងយើងចាំអ៊ុតនៅទឹកដីអាមេរិកបន្តទៀតប៉ុន្តែគ្រាន់តែថាថ្នាលយើងលើកទឹកចិត្តឲ្យបណ្ដោះបែបនេះដើម្បីឲ្យមានកម្លាំងចិត្តក៏ដូចជាគេហៅថាឲ្យរឹសដុសចេញមកឲ្យជាប់កាលណាតែមានរឹសមានការស្រោចទឹកបែបនេះខ្ញុំគិតថាដុសមកនឹងល្អប្រសើរហើយអញ្ចឹងកុំភ្លេចបងប្អូនយើងជួយបណ្ដោះធនធានបែបនេះឲ្យល្អឲ្យខ្លាំងមកអញ្ចឹងកាលណាតែខ្លាំងហើយអញ្ចឹងធនធាននៅក្នុងប្រទេសយើងគឺចាប់ផ្ដើមមានរឹតតែខ្លាំងហើយស្រួលរោឯងបាទរោអ្នកណាខ្លាំងអ្នកណាល្អអីគ្រាន់តែងាកទៅឃើញគឺបាទស្គាល់តែម្ដងអញ្ចឹងកុំភ្លេចបងប្អូនបាទជួយអបអរសាទរអ្នកទាំង5នេះផងហើយកុំភ្លេចជួយលើកទឹកចិត្តឲ្យកីឡាករផ្សេងទៀតដើម្បីប្រឹងវត្តហាដើម្បីទទួលបានផលក៏ដូចជាជោគជ័យដូចពួកគាត់ហើយកុំភ្លេចគេហៅថាបើចង់បានជោគជ័យកុំភ្លេចការវឹកហាត់កុំភ្លេចការតមហាកុំភ្លេចការរៀនសូត្របាទអរគុណអបអរសាទរគុនខ្មែរធីមជប៉ុន